皆さんこんにちはសួស្តីអ្នកទាំងអស់គ្នាវីដេអូថ្ងៃនេះគឺខ្ញុំលើកយកវេយ្យាករណ៍ថ្មីមួយទៀតហើយតាក់ទងទៅនឹងប៊ឺនពោជាឲ្យពិធីកម្រិត N4 វេយ្យាករណ៍ N4 អញ្ចឹងវេយ្យាករណ៍ថ្ងៃនេះគឺខ្ញុំលើកយកតាក់ទងទៅនឹងវេយ្យាករណ៍ verb តេកែបូកជាមួយនឹង arimas អញ្ចឹង verb តេកែបូកជាមួយ arimas បូកប្រែថាមានធ្វើអ្វីមួយអញ្ចឹងតើវេយ្យាករណ៍ថ្ងៃនេះគឺតាក់ទងទៅនឹងជាឲ្យពិធីកម្រិត N4 ក៏ប៉ុន្តែមុននឹងចូលទៅដល់វេយ្យាករណ៍តាក់ទងទៅនឹងការបកស្រាយលម្អិតខ្ញុំសូមជូនដំណឹងព័ត៌មានមួយទៅកាន់អ្នកទាំងអស់គ្នាតាក់ទងទៅនឹងការបើកបង្រៀនជាឲ្យពិធីថា N4 N3 និង N2 គឺខ្ញុំនៅតែទទួលសិស្សចូលរៀនដូច្នេះអ្នកទាំងអស់គ្នាអាចតាក់ទងមកខ្ញុំបានតាមរយៈ TikTok ក៏បាន Facebook ក៏បានឬក៏តាមរយៈ Instagram ក៏បានដែរខ្ញុំនឹងផ្ដល់ព័ត៌មានលម្អិតទៅកាន់អ្នកទាំងអស់គ្នាចុះតើមុននឹងចូលទៅដល់តាក់ទងទៅនឹងការបកស្រាយខ្ញុំចែកជូននៅពីប្រវត្តិមួយចំនួនទៅកាន់អ្នកទាំងអស់គ្នានៅខាងស្ដាំដៃរបស់ខ្ញុំដោយអ្នកទាំងអស់គ្នាបានឃើញហើយខ្ញុំមានសរសេរទាំង kanji ទាំងរបៀបអានទាំងការបកប្រែចាត់រំលែកទៅកាន់អ្នកទាំងអស់គ្នាពីប្រវត្តិទី1នោះគឺ resogo ហ្នឹងបកប្រែថាទូទឹកកកអញ្ចឹងខាងជីនេះពិបាកបន្តិចប៉ុន្តែបើអ្នកទាំងអស់គ្នាព្យាយាមមើលគឺអ្នកទាំងអស់គ្នាអាចចងចាំបានពីបន្តគឺអូគឺវីដេអូមុនក៏ខ្ញុំបានដាក់ពាក្យហ្នឹងដែរអូគឺហ្នឹងចេញមកពីពាក្យអូគីម៉ាសខាងជីមានតែមួយទេបកប្រែថាទុកឬក៏ដាក់ពីបន្តគឺ400ខាងជីមានតែមួយដូចគ្នាបកប្រែថាពណ៌អសពីបន្តទៀតគឺអ៊ីរ៉េរបកប្រែថាដាក់ចូលដាក់អ្វីមួយចូលទៅក្នុងអ្វីមួយហ្នឹងគឺអ៊ីរ៉េរខាងជីមានតែមួយទេពីបន្តគឺខាមីបកប្រែថាក្រដាស់ពីចុងក្រោយគឺម៉ូរ៉ោចេញមកពីពាក្យ moraimas បកប្រែថាទទួលអ្វីមួយទទួលលុយទទួលសម្បត្តិអីហ្នឹងគឺ moraimas ពីចុងក្រោយគឺវ៉ាញភាសាកម្ចីទេបកប្រែថាស្រាក្រហមចុះតើដើម្បីកុំឲ្យខាតពេលចូលទៅមើលវេយ្យាករណ៍ដែលខ្ញុំបានលើកយកមកថ្ងៃនេះតាក់ទងទៅនឹង verb តេកែបូកជាមួយនឹង arimas បកប្រែថាមានធ្វើអ្វីមួយអញ្ចឹង ichiban លំហាត់ទី1គឺគេទៅសេថា resoko ni shiroi wan ga irete arimas អញ្ចឹងកន្លែងនេះគឺ irete បូកជាមួយនឹង arimas អញ្ចឹង irete ដាក់ចូល arimas មានធ្វើអ្វីមួយអញ្ចឹងមានដាក់ចូលអញ្ចឹងប្រយោគនៅក្នុងភាសាជប៉ុនគឺអ្នកទាំងអស់គ្នាត្រូវចាំឃើញវ៉ាក់បោកឃើញកាបោកាអញ្ចឹង resoko បូកប្រែថាទូទឹកកក400ពណ៌សវ៉ាងស្រាក្រហម irete arimas មានដាក់ចូលអញ្ចឹងយើងបកត្រង់កាក់សិនមកស្រាក្រហមពណ៌សហ្នឹង400វ៉ាងកាស្រាក្រហមពណ៌សហ្នឹងគឺ irete arimas មានដាក់ចូលទៅក្នុង resoko ទូទឹកកកអញ្ចឹងវានៃការបកប្រែគឺបែបហ្នឹងអញ្ចឹងកន្លែងនេះត្រូវចាំ verb តេកែបូកជាមួយនឹង arimas វេយ្យាករណ៍ទី2គឺここに置いてある紙もらってもいいですかអញ្ចឹងកន្លែងនេះគឺ置いてកន្លែងនេះគេប្រើជាទម្រង់ជីសុកែវិញដោយសារខាងក្រោយនេះគឺជានាមអញ្ចឹងខាមីកន្លែងហ្នឹងគឺជានាមទាំងអស់គ្នាណៅហ្នឹងហើយអញ្ចឹងហើយបានទៅជាអរិវិញអញ្ចឹងកូកូទីនេះអយតេមកពីពាក្យអូគឺទុកឬក៏ដាក់តេអរិមានអញ្ចឹងមានទុកឬក៏មានដាក់ខាមីសម្បត្តិមរ៉ាតេម៉ូអ៊ីដេស្កាមរ៉ាបប្រែថាទទួលតម្រងតេម៉ូអ៊ីដេស្កាអ្នកទាំងអស់គ្នាធ្លាប់រៀនដែរឬទេណានីតេម៉ូអ៊ីដេស្កាបប្រែថាតើខ្ញុំអាចចុចបានទេឧទាហរណ៍ថាថយរេនេះតេម៉ូអ៊ីដេស្កាតែខ្ញុំអាចទៅបន្ទប់ទឹកបានទេកូហាម៉ូថាបេតេម៉ូអ៊ីដេស្កាតែខ្ញុំអាចហូបបាយបានទេអញ្ចឹងគឺវេយ្យាករណ៍តេម៉ូអ៊ីដេស្កាហ្នឹងហើយត្រូវចាំអ្នកទាំងអស់គ្នាប្រហែលជាធ្លាប់រៀនហើយតាមអ្វីដែលខ្ញុំគិតចេះតោះកូកូនេះអយតែឬខាមីអញ្ចឹងបកត្រង់កាត់ក្បៀសមកពីព្រោះគេកាត់ក្បៀសកន្លែងហ្នឹងជាទូទៅរបៀបនៃការបកប្រែក៏បែបហ្នឹងដែរអញ្ចឹងអ្នកទាំងអស់គ្នាត្រូវបត់បែបបន្តិចផងអញ្ចឹងសម្បត្តិដែលមានទុកនៅទីហ្នឹងឬក៏សម្បត្តិដែលមានដាក់នៅទីហ្នឹងកូកូទីនេះមរ៉ាតេម៉ូអ៊ីដេស្កាតើខ្ញុំអាចចុចបានទេទម្រង់តេម៉ូអ៊ីដេស្កាអញ្ចឹងមរ៉ាតេម៉ូអ៊ីដេស្កាតើខ្ញុំអាចទទួលបានដែរឬទេឬក៏តើខ្ញុំអាចយកវាបានដែរឬទេអូខេចឹងតើតទៅនឹងវេយ្យាករណ៍ verb តេ arimas គឺខ្ញុំលើកយកមកតែពីរលំហាត់ហ្នឹងទេចែកជូនទៅកាន់អ្នកទាំងអស់គ្នាសង្ឃឹមថាអ្នកទាំងអស់គ្នាមើលវីដេអូនេះដល់ចប់អ្នកទាំងអស់គ្នាអាចយកវេយ្យាករណ៍ verb តេ arimas ទៅប្រើប្រាស់នៅក្នុងកន្លែងធ្វើការឬក៏ការរៀនសូត្រណាមួយបានអាស្រ័យទៅលើការប្រើប្រាស់របស់អ្នកទាំងអស់គ្នាចឹងតើតទៅនឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកទាំងអស់គ្នាជួយចូលចុច like និង follow page ម្នាក់ផងដើម្បីទទួលបានវីដេអូថ្មីក៏ដូចជាចូលទៅ subscribe YouTube របស់ខ្ញុំឈ្មោះសិនសេសុភីអ្នកទាំងអស់គ្នាគ្រាន់តែសរសេរសិនសេសុភីមកគឺចេញអ្នកទាំងអស់គ្នាអាចចូល subscribe បានអញ្ចឹងជាចុងក្រោយតើតទៅនឹងការទទួលសិស្សចូលរៀនគឺដូចខ្ញុំបាននិយាយកាលដើមវីដេអូអញ្ចឹងគឺខ្ញុំនៅតែទទួលសិស្សចុះឈ្មោះចូលរៀនទេពីព្រោះនៅសល់រយៈពេលដូចជា3ទៅ3សប្តាហ៍ជាងរហូតដល់14សប្តាហ៍នោះដើម្បីចុះឈ្មោះចូលរៀនអញ្ចឹងអ្នកទាំងអស់គ្នាអាចរួរាន់តើតមកកាន់ខ្ញុំបើសិនអ្នកទាំងអស់គ្នាចង់ចូលរៀនថ្នាក់ N4 N3 និង N2 ខ្ញុំគឺបើកបង្រៀនអ្នកទាំងអស់គ្នាអាចតទៅមកខ្ញុំបានអរគុណច្រើនសង្ឃឹមជួបគ្នានៅវីដេអូបន្តទៀត